នេះគេហៅថាសយ៉ាបំពងដែលយើងតែងតែឃើញពេលទៅកម្មវិធីមង្គលការអីហ្នឹងគឺនឹងម្ហូបតង់ទី1ហ្នឹងជាមួយនឹងមុខម្ហូបមហាសម្បត្តិទាំង7ហ្នឹងដែលយើងឃើញនៅក្នុងគ្រឿងក្លែមគ្រប់មុខហ្នឹងអាហ្នឹងគេអាចហូបជាមួយនឹងទឹកជ្រលក់ក៏ដូចជាជាមួយនឹងជ្រក់បានហើយស្រួយឆ្ងាញ់ញ៉ាំជក់មាត់ហើយក្រៅតែពីកម្មវិធីមង្គលការនៅតាមទីផ្សារក៏គេមានលក់ដែរដែលយើងទិញយកមកញ៉ាំលេងធ្វើជាអាហារសម្រន់ហើយសពតែទិញគេហូបអត់ដែរធ្វើសាកអញ្ចឹងទៅសេនាងក៏គេរៀនធ្វើជាលើកដំបូងទៅបើក YouTube មើលជាដំបូងឡើយហ្នឹងគឺធ្វើ snow ហ្នឹងគឺមានត្រាវជាមួយនឹងការ៉ុតហ្នឹងឈូសវាហើយយកមកច្របល់ចូលគ្នានឹងមកដាក់ស្ករអំបិលប៊ីចេងតែបើតាមគំនិតខ្ញុំបើសិនជាដាក់សាច់ជ្រូកបន្ថែមទៀតកាន់តែល្អយ៉ាងមើលទៅហើយពងទាគូសមកក្របហ្នឹងយើងគូសទុកជ្រលក់ពេលបិទមុខជាមួយនឹងសាយ៉ហ្នឹងហើយបន្ទាប់មកក៏យក snow ហ្នឹងយកមកឆាឲ្យវារាងឆ្អិនបន្តិចទៅអាហ្នឹងខ្ញុំគិតថាបើសិនជាយើងដាក់ឆៅក៏បានដែរប៉ុន្តែមើលតាមរូបមន្ត YouTube ទៅគេយកមកឆាហើយចំពោះ snow សាយ៉ហ្នឹងគឺអាចធ្វើខ្លួនឯងបានមិនជាច្រើនណាស់ណាទេប៉ុន្តែបើសម្រាប់សបកសាយ៉ហ្នឹងគឺអត់ចេះធ្វើទេទិញគេស្រាប់យកមកធ្វើបើសិនជាធ្វើខ្លួនឯងប្រហែលជាមិនចេះប៉ុន្តែបើសិនជាធ្វើទៅក៏វាត្រូវការគ្រឿងញ៉ៃច្រើនដែរអញ្ចឹងទិញគេស្រាប់ទៅស្រួលយកមកធ្វើបានលឿនហើយមិនពិបាកច្រើនហើយសម្រាប់ snow សាយ៉ហ្នឹងគឺយើងមិនឆាឲ្យជីឆ្អិនណាស់ណាអីទេយើងឆាតែមួយសពសពូនហ្នឹងគឺយើងអាចយកមកខ្ចប់ជាមួយនឹងសបកសាយ៉បានហើយកុំទុកយូរពេកអញ្ចឹងហើយឥឡូវចាប់ផ្ដើមខ្ចប់មួយសបកសាយ៉មុនដំបូងយើងយកសបកវាហ្នឹងដាក់លាឲ្យត្រង់អញ្ចឹងមកបន្ទាប់មកយើងយកសាច់ snow របស់យើងហ្នឹងដាក់ពីលើហ្នឹងមកហើយយើងខ្ចប់ទៅនិយាយទៅដូចតមូណែមអីដែរហ្នឹងមានប្របាអីណាស់ណាទេគេដាក់ snow ហើយគឺមូដូចណែមអញ្ចឹងមិនមែនខ្ចប់ទេកាលមុននិយាយខ្ចប់ខុសហើយថាទៅគឺងាយស្រួលធ្វើដែរនឹងគេធ្វើបានក៏យើងអាចធ្វើបានទេឲ្យតែយើងរៀនអញ្ចឹងទៅកុំតែខ្ជិលទៅបានហើយឥឡូវក៏ដល់ពេលដែលខ្ញុំត្រូវសម្ដែងហើយនិយាយទៅអ្នកធ្វើពិតប្រាកដមានតែម្នាក់ទេប៉ុន្តែអ្នកសម្ដែងនេះគឺមាន2 3នាក់ប៉ុន្តែថាទៅមិនសម្ដែងអីទេរៀនមូរៀនសាកដែរហ្នឹងអត់ដែរធ្វើផងឯណាមួយទៅមិនឃើញលើកទី1ទៀតអញ្ចឹងទៅក៏ធ្វើលេងទៅមើលទៅមូទៅទូចកញ្ញយទូចជាងគេរបស់គេឡើងធំមានតំណងទេនឹងស្នាដៃលើកទី1នេះក៏អ្នកសម្ដែងដែរនេះអញ្ចឹងអ្នកធ្វើពិតប្រាកដហ្នឹងគឺមានតែម្នាក់ទេអញ្ចឹងបងប្អូនកុំតន់សូវជឿពេកនៅក្នុងវីដេអូឃើញគេ2 3នាក់អីសប្បាយរីករាយអីហ្នឹងកុំតន់អាចជឿសិតតែពិភពសម្ដែងពីច្រើនទិញគេហ្នឹងគឺតូចទេប៉ុន្តែដល់ពេលធ្វើខ្លួនឯងអញ្ចឹងទៅគឺធ្វើធំទៅញ៉ាំឆាប់ឆ្អែតហើយវាបានលឿនដែរនិយាយតែស្មោះត្រង់ទៅរវាងទិញគេញ៉ាំនឹងធ្វើខ្លួនឯងទិញគេញ៉ាំចំណេញជាងមិនសូវហត់ទេមិនរវល់ច្រើនដល់ពេលយើងធ្វើខ្លួនឯងអស់គ្រឿងក្រៅច្រើនប្រឡាក់ហើយរវល់ប៉ុន្តែយើងក៏ត្រូវរៀនសាកធ្វើរៀនបញ្ចេញស្នាដៃចង់ដឹងថាយើងអាចធ្វើបានប៉ុណ្ណឹងគេអត់អញ្ចឹងកៃឡូអាចបើកអាជីវកម្មខ្លួនឯងបានបន្ទាប់ពីធ្វើឆ្អិនរួចរាល់ហើយក៏ដល់វគ្គញ៉ាំអញ្ចឹងដល់វគ្គញ៉ាំហើយគឺត្រូវចប់ហើយវីដេអូអញ្ចឹងអរគុណសម្រាប់ការទស្សនាបាយ